បាទសួស្តីថ្ងៃនេះខ្ញុំមកចែកចម្លែកជាមួយនឹងតង Telegram Telegram យើងដើម្បីឲ្យវាប្រតិភាពខ្លាំងជាងមុនអញ្ចឹងខ្ញុំមកធ្វើការបង្ហាញតែម្ដងជាដំបូងយើងចូលទៅក្នុង Telegram យើងនេះជា Telegram យើងចូលទៅក្នុង setting ចូលទៅក្នុង setting យើងចូលទៅកន្លែង setting នៅក្នុងនេះបើសិនជាបងប្អូនដែលគាត់អត់ដឹងថា sign out Telegram ចេញយ៉ាងម៉េចចឹងណាអញ្ចឹងខ្ញុំបង្ហាញកន្លែងចំណុច sign out Telegram ចេញមួយដើម្បី sign out Telegram ចេញពីទូរស័ព្ទឬក៏ computer បានយើងចូលទៅកន្លែងនេះនេះយើងចុច sign out មកវានឹងចេញអញ្ចឹងចូលចំណុចទី2ចំណុចទី2យើងទៅដាក់ privacy and security ចូលក្នុងនៅត្រង់កន្លែងនេះនេះ local passcode អញ្ចឹង local passcode ហ្នឹងវាមានន័យយ៉ាងម៉េច local passcode ហ្នឹងតើតងនឹងlock ដូចយើង lock screen ទូរស័ព្ទអញ្ចឹងណាប៉ុន្តែវានៅក្នុង Telegram វាផ្សេងអញ្ចឹងយើងកំពុងតែបើកយើងអាចកំណត់ជានាទីឲ្យវាថាឲ្យវា1នាទីវា lock អូតូខ្លួនវាឬក៏5នាទីអញ្ចឹងណាដើម្បីកុំឲ្យគេចូលមកមើល Telegram យើងបានអញ្ចឹងគេអាចដាក់ local passcode នឹងបានអញ្ចឹងយើងចូលទៅក្នុងកន្លែង local passcode ហ្នឹងយើងយកអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំបីកូដខ្ញុំចូលខ្ញុំដាក់តាមតិចទេដាក់3ខ្ទង់ក៏បានដែរណាតបមកយើងចូល save អញ្ចឹងយើងបាន save អញ្ចឹងយើងបានហើយយើងក្នុងនេះវាកំណត់ជានាទីអញ្ចឹងរយៈពេលដែលយើងអត់ប្រើវាក្នុងរយៈពេល1នាទីវានឹង lock វានឹងចាក់សោ Telegram យើងអូតូពេលយើងចង់បើកវិញយើងវាយអា passcode ដែលយើងដាក់មុនហ្នឹងណាយើងដាក់មុនហ្នឹងទៅចូលទៅយើងចុចទៅវាលឹង load ឲ្យយើងហើយនេះជារយៈពេល5នាទីអញ្ចឹង5នាទី1ម៉ោងអញ្ចឹងកន្លែងហ្នឹងបងប្អូនអាចកំណត់តាមហ្នឹងប៉ុន្តែសម្រាប់ខ្ញុំយក1នាទីអញ្ចឹងខ្ញុំចុចបិទទៅអញ្ចឹងខ្ញុំចូលទៅកន្លែងហ្នឹងម្ដងទៀតអញ្ចឹងមុននេះវាកន្លែងនេះវា load ពាក្យout ឥឡូវវាពាក្យ on load ពាក្យ on ហ្នឹងមានន័យថាយើង set អា passcode ហ្នឹងហើយបានហើយអញ្ចឹងដើម្បីយើងដឹងថា passcode ហ្នឹងវាមិនខ្ញុំបង្ហាញកន្លែងនេះ passcode នេះមិនថាទូរស័ព្ទដៃឬក៏ computer ទេហើយយើងអាច lock passcode ហ្នឹងបានដូចគ្នាអញ្ចឹងអានេះខ្ញុំមកបិទណាអញ្ចឹងតើតើយើងចង់ចូល Telegram យើងវា load មកបែបនេះណាអញ្ចឹងបើសិនណាអ្នកផ្សេងដែលគាត់ចង់ចូលមើល Telegram យើងគឺចូលអត់បានទេព្រោះតែគាត់មានlock passcode ដែលយើងដាក់មុនហ្នឹង3ខ្ទង់ណាអញ្ចឹងខ្ញុំវាយបញ្ចូលខ្ញុំចុច submit អញ្ចឹងខ្ញុំអាចចូលបានធម្មតាអញ្ចឹងត្រង់កន្លែងហ្នឹងវាជាកន្លែងមួយសំខាន់សម្រាប់យើងធ្វើការងារមានគ្នាច្រើនសម្រាប់បុគ្គលឬក៏បុគ្គលិកណាដែលមិនល្អមានគំនិតមិនល្អមកលើយើងគាត់ចង់ដឹងពីព័ត៌មានយើងគាត់អាចចូលមើលបានប៉ុន្តែបើសិនជាយើងដាក់អា lock passcode នឹងហើយយើងព័ត៌មានដែលគាត់ចង់ដឹងអីគឺมันអាចចូលមើលបានស្រ័យតែចិត្តគាត់អញ្ចឹងណាអញ្ចឹងយើងអាចកំណត់ត្រង់កន្លែងហ្នឹងបានដោយសារតែភាគច្រើនយើងប្រើប្រាស់ក្នុងការទំនាក់ទំនងទៅតាមអនឡាញជាទូទៅប្រើទៅក្នុង Telegram ហ្នឹងហើយដោយសារតែវាងាយស្រួលអញ្ចឹងយើងដឹងពីវិធីសាស្ត្រដើម្បី lock passcode Telegram ហ្នឹងក៏ល្អម្យ៉ាងដែរអញ្ចឹងហើយមួយទៀតបើសិនជាយើងភ្លេចlock passcode ហ្នឹងវាក៏មិនមែនជាបញ្ហាអីដែរកន្លែងហ្នឹងយើងអាចsign out
ចុចកន្លែង sign out កន្លែងហ្នឹងមកបន្ទាប់មកយើងនឹងបំពេញលេខទូរស័ព្ទយើងចូលមកវានឹងload ចូលមកបានធម្មតាប៉ុន្តែវាអត់ជាប់ជា passcode ដូចមុនទេអញ្ចឹងយើងអាចដាក់ passcode ថ្មីម្ដងទៀតបានអញ្ចឹងតើតើនឹងការបង្ហាញsecurity មានន័យថាប្រព័ន្ធសុវត្ថិភាព Telegram យើងមានតែប៉ុណ្្នឹងទេហើយវីដេអូក្រោយខ្ញុំនឹងធ្វើការបង្ហាញអំពីការដាក់ password និងការ remove device របស់យើងដែលយើងធ្លាប់បើកនៅលើ computer ឬក៏នៅលើទូរស័ព្ទអ្នកផ្សេងដែលយើងអត់បានsign out account យើងចេញវាក៏អាចជាប់នៅក្នុង device របស់គេដែរអញ្ចឹងតើតើនឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណ